ហូបដើមខែរៀងហាយតិចហើយបុកសាច់គោស្ដៃគូហើយក៏ថាមានដាក់ខ្ទឹមក្រហមសំខាន់ថែមដល់តាយងជើទៀតណែបុកត្រឡប់នៅក្នុងហ្នឹងហ្មងហើយសាច់គោមាននៅក្នុងទូទឹកកកស្រាពេលអញ្ចឹងមួយចានពេញបឺបនឹងអស់តាម8000ទេគឺថ្លៃបន្លែហើយហ្នឹងមេអត់នៅតែតោពីអ្នកដឹងធ្វើម្ហូបស្អីញ៉ាំដេកគិតអង្គុយគិត1ម៉ោងកន្លះទៅចេញមុខម្ហូបមួយហ្នឹងណាដល់ពេលអញ្ចឹងរឿងស្លន់ធ្វើឲ្យអ្នកគ្នាម៉ោង9ប្រហែលបាយយប់ហើយអាដំបូងនេះដាក់បឺម្ដុំចូលក្នុងផ្ទះមកបោះសាច់គោនេះនៅកកឡើយអ្នកគ្នាប៉ុន្តែប្រញាប់ញ៉ាំហើយក៏មានជាការជៀនហើយបានសុំចែប៉ុណ្ណឹងណាបុគ្គលិកម្នាក់សាច់គោនេះអស់នេះឡើងជាប់ខ្លាញ់ល្អហ្មងហើយអាពេលជៀនហ្នឹងគឺខ្ញុំមានដាក់ថែមខ្ទឹមសពី3មើមនៅក្នុងហ្នឹងទៀតអីចឹងណាសម្រាប់សាច់នេះគាត់ថាឆ្អិនតែក្រៅតែអាក្នុងនេះឆាវទៅពេលចឹងយកទៅជៀនសាថ្មីម្ដងទៀតហាន់មកអ្នកគ្នាសាច់នេះអត់មានបន្លាក់អីទេតែជៀនមួយបអូនិយាយថាឡើងឈ្ងុយឆ្ងាញ់សម្រាប់ប្រហុកវិញគឺខ្ញុំមានដាក់អាំងចេះដែររួចថាយកបុកខ្ទឹមបុកម្ទេសមកសម្រាប់ម្ទេសខ្ញុំគឺ20គ្រាប់ម៉ត់រួចហើយគាត់ថាយើងមានដាក់ស្ករក្រហមជាមួយនឹងប្រហុកដែលយើងបានដាក់អាំងនៅក្នុងស្អីគេមិញហ្នឹងហើយគាត់ថាមានចិត្តស្ដៃគួរដាក់អីបែបនេះមកសម្រាប់បន្លែគឺខ្ញុំទិញអស់8000ណាអ្នកគ្នាមានបន្ថែមជាមួយនឹងខ្ទឹមក្រហមអីបែបនេះហើយគាត់ថាបុកគោចូលគ្នាឲ្យសពហើយស្ដេចគោរៀងបែកអីតិចអ្នកគ្នាបើយើងដាក់ក្រូចឆ្មាហើយគាត់ថាយើងភ្លក់ទៅព្រោះបើតាមខ្ញុំធ្វើម្ហូបគ្មានចាំគ្រឿងអីទេខ្ញុំចាំតែភ្លក់ឆ្ងាញ់គឺអែមស្រែមហើយដូចខ្ញុំភ្លក់មិនដូចស្ទើរជាតិជាមួយនឹងរ៉ូឌីអីចឹងគាត់ថាថែមបន្តិចខ្ញុំមានដាក់អំបិលដែរអ្នកគ្នាព្រោះថាប្រហុកខ្ញុំអត់សូវប្រៃហើយញ៉ាំទៀតយើងបុកឲ្យរៀងច្រើនមកត្បាល់នេះយើងញ៉ាំធ្វើម៉េចបានមកផ្ទះហ៎អូចំសាច់គោយើងវាជាប់ខ្លាញ់ទៀតអ្នកនរគ្នានិយាយពីថាតនោមែនតើហ្មងហើយទៅយកជ័យយើងដាក់មួយផ្លែហ្មងអ្នកនរគ្នាជីនេះដាក់ច្រើនទៀតហើយទៅទិញជីពណ៌ត្រីគេអ្នកលក់ថាអស់ដល់ពេលជិះមានតែបាន2មុខនេះទេហើយលក់អីហ្នឹងគឺតាមចំណងចំណូលចិត្តយើងចង់ញ៉ាំណាដាក់ហ្នឹងទៅតែសម្រាប់ទៅយកជ័យអ្នកនរគ្នាដល់ពេលដែលយើងគោបុកវាបែបនេះហាឡើងថារោបន្លែអត់ឃើញតែសាច់ដំបូងយើងគិតថាសាច់យើងតិចបន្លែយើងច្រើនតែដល់ពេលយើងញ៉ាំគ្នាទៅមានអារម្មណ៍ថាទៅយកជ័យគឺវាឡើងសកប់អស់លីងហ្មងដល់ពេលយើងទៅមានអារម្មណ៍ថាដុះមកប៉ះតែសាច់ចំតែថាសាច់យើងរៀងហាន់ជា10000ចំណិតរឿងទូចញ៉ាំបានច្រើនទៀតទៅមួយមុខនេះគឺសំចៃបានច្រើនមែនតើញ៉ាំបានគ្នាឡើងមកផ្ទះហើយសំខាន់ចំណាយធ្វើគឺអស់8000ទេតែថ្លៃបន្លែព្រោះថ្លៃសាច់ដូចខ្ញុំនិយាយចឹងអ្នកនរគ្នាសុំមេមានសាច់នៅក្នុងទូហើយស្រាច់ហើយមួយមុខនេះយើងអាចខ្លែមក៏បានយើងអាចញ៉ាំបាយធម្មតាដូចខ្ញុំជាអីក៏បានដែរកោះដល់ថាអស់ពីចានបែបនេះហ្មងស្នាដៃសេវតដល់អ្នកនរគ្នាឲ្យតាក់ទងនឹងប្រហុកគឺឆ្ងាញ់ទឹកនេះសឹងស្រោចបាយអស់ហើយកងឆ្អែតសម្រាប់ឱកាសចូលឆ្នាំខ្មែរអ្នកនរគ្នាខ្ញុំមានលក់កាបូបខ្លួនឯងហ្មងទិញពីខ្ញុំផ្ទាល់ហ្មងអ្នកនរគ្នាអាចឆាត់ចូល page បានហើយសម្រាប់ការទិញនៅក្នុងនោះអ្នកនរគ្នាខ្ញុំ free សេវាដឹកជូនហើយសំខាន់ណាស់តម្លៃពិសេសជូនហ្មង promotion សម្រាប់ចូលឆ្នាំខ្មែរតម្លៃសមរម្យហើយសាច់កាបូបគឺស្អាតដូចនៅក្នុងវីដេអូនឹងចឹងហើយមានច្រើនម៉ូតច្រើនពណ៌ច្រើនជម្រើសស្រឡាញ់មួយណាថតចូល page មកខ្ញុំនឹងអង្គុយចាំតបឲ្យភ្លាមកុំឲ្យថាយើងទៅស្រកឲ្យមានអីជាប់ដៃផ្ញើអ្នកផ្ទះកុំឲ្យសោះសម្រាប់ម៉ូតផ្ញើម៉ាក់អ៊ំស្រីម៉ាក់យាយអ្នកគ្នាតានីដល់គាត់ទិញទៅពេញចិត្តហ្មងមានច្រើនម៉ូតណាសម្រាប់ទិញផ្ញើអ្នកមានកូនយើងហើយចង់ទិញជូនខ្លួនយើងក៏បានដែរខ្ញុំមានម៉ូតឲ្យច្រើនទៀតវឺតមកណាតម្លៃពិសេសជូនឲ្យ free សេវាដឹកឲ្យទៀតវីដេអូចាប់អរគុណបាយ